videoនេះឃើញថាទិដ្ឋភាពស្អាតយើងអាចមើលឃើញ360ដឺក្រេនៃទីក្រុងតូក្យូដែលយើងឈរនៅលើកំពូលនៃអគារ Shibuya Sky ហើយរូបភាពដែលបង្ហាញយើងថតនៅចន្លោះម៉ោង2ឬក៏ម៉ោង3រសៀលនៅលើកំពូលនៃអគារ Shibuya Sky ជាន់ទី47ហើយយើងឃើញថាទិដ្ឋភាពទីក្រុងតូក្យូទាំងមូលមានសភាពស្រស់ស្អាតហើយមមាញឹកសំដួលសួរថាតើធ្វើម៉េចបានយើងអាចទៅផ្ដិតយករូបភាពក៏ដូចជាទស្សនីយភាពនៃទីក្រុងតូក្យូនេះបានដំបូងយើងត្រូវបុក ticket ដើម្បីចូលទៅឡើងទៅអគារ Shibuya Sky នេះបានគឺយើងត្រូវធ្វើការបុក ticket ហើយការបុក ticket នឹងផងដែរគឺយើងធ្វើនៅតាម platform online ដូច trip.com ជាដើមហ្នឹងអញ្ចឹងចំពោះពេលវេលាដែល recommend ឲ្យធ្វើការបុក ticket ដើម្បីចូលទៅមើលឡើងទៅអគារ Shibuya Sky នេះបានគឺគួរតែធ្វើនៅពេល sunset ក៏ដូចជាពេលយប់អាហ្នឹងជាពេលវេលាដែល perfect សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះក៏ប៉ុន្តែដើម្បីយកពេលវេលានោះបានភ្ញៀវទេសចរគួរតែធ្វើការបុកពីពេលអាចរាប់ខែមុនបើយើងធ្វើភ្លាមទៅភ្លាមអានឹងឱកាសនៃការអត់បានពេលល្ងាចនិងពេលយប់នឹងច្រើនព្រោះភ្ញៀវច្រើនបុកនៅពេលនោះចំពោះតម្លៃសម្បត្តិចូលទស្សនាគឺអាស្រ័យទៅតាមពេលវេលាជាពិសេសគេបែងចែកពេលវេលាឧទាហរណ៍ថាយើងទៅចង់ទៅកម្សាន្តនៅពេលថ្ងៃហ្នឹងគឺចន្លោះពី18ទៅ$20អាហ្នឹងសម្រាប់មនុស្សធំលើសពី18ឆ្នាំឡើងហើយចំពោះក្រោយពេលម៉ោង3ឬក៏យើងហៅថាម៉ោងពេល sunset ហ្នឹងរហូតទៅដល់ពេលយប់ហ្នឹងគឺចន្លោះពី24ទៅ$26អានេះសម្រាប់ពេលវេលាគេបែងចែកជាពីរហ្នឹងហើយដែលឡែកសម្រាប់កូនក្មេងក្រោមអាយុ5ឆ្នាំមែនទេទៅវាអាច free ឬក៏តម្លៃទាបជាងហ្នឹងអញ្ចឹងក្រោយពេលកក់ support ហើយគឺយើងគួរតែទៅShibuya Crossing ឬ Shibuya Sky ហ្នឹងគួរតែទៅមុនម៉ោងចន្លោះពី2ទៅ3ម៉ោងជាការចាំបាច់ដោយសារតែនៅពេលទៅដល់ទីនោះគឺយើងនឹងធ្វើការឡើងអាប់ហើយក្រុមការងាររបស់គេនឹងធ្វើការ check support របស់យើងហើយបន្ទាប់មកយើងនឹងធ្វើដំណើរតាមចតាយន្តចន្លោះពី10ទៅ15នាទីទៅដល់ជាន់មួយទៀតដែលគេនឹងមានខាងក្រុមការងារសម្របសម្រួលមុននឹងឲ្យយើងទៅផ្ដិតយករូបភាព360ដឺក្រេនៃទីក្រុងតូក្យូនៅលើកំពូលអគារ Shibuya Sky ហ្នឹងហើយពេលដែលយើងឡើងទៅដល់ជាន់ខាងលើអស់ហើយគឺនៅពេលហ្នឹងអារម្មណ៍របស់យើងដូចនៅលើមេឃចឹងមានន័យថាយើងអាចមើលឃើញទិដ្ឋភាពជារួមនៃទីក្រុងតូក្យូហើយយើងអាចឈរមើលពីលើទៅតំបន់ Shibuya Crossing ហ្នឹងដែលមានមនុស្សដើរឆ្លងកាត់ផ្លូវយ៉ាងញញឹកហើយយ៉ាងច្រើនហើយមួយទៀតគឺយើងអាចចុះឬក៏ឡើងតាមចតាយន្តហើយថតយកទិដ្ឋភាពខ្លួនយើងក៏ដូចជាទិដ្ឋភាពរបស់ទីក្រុងតូក្យូហើយអានឹងជា trend ដែលគេពេញនិយមសម្រាប់នៅ Shibuya Sky នឹងផងដែរវីដេអូចែករំលែកបទពិសោធន៍ទៅទស្សនា Shibuya Sky ក៏ដល់ទីបញ្ចប់អរគុណ